អាចថាជ្រើសរើសជាស្ថាប័នហ្នឹងគឺអាចបុគ្គលឬក៏អតីតនៅស្ថាប័នឯកជនរដ្ឋមិនថាក្រមបកប្រឆាំងបកប្រឆោតអីទេបាទឲ្យតែគាត់មានសមត្ថភាពប្រជាពលរដ្ឋគាត់នៅតាមជនបទស្រែចម្ការដែលគាត់ពូកែគាត់មានគេហៅថាភាពស្មោះត្រង់គាត់មានសេចក្តីស្នេហាជាតិគាត់មានការស្រឡាញ់ការអភិវឌ្ឍសហគមន៍របស់គាត់គាត់អាចដាក់ពាក្យប្រឡងបាទព្រោះតកតងគណៈកម្មការតកតងនឹងនីតិវិធីខ្ញុំគិតថាខ្ញុំមិនបាច់ជម្រាបជូនទេព្រោះអស់លោកស្រីហើយគ្រប់ស្ថាប័នអស់លោកមានផែនការតកតងនីតិវិធីនឹងច្បាស់លាស់ល្អហើយប៉ុន្តែគាត់ថាការធ្វើបែបនេះនេះគឺយើងឲ្យឱកាសហើយក៏តម្លាភាពសម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ចំណុចទី1គឺយើងផ្ដល់ឱកាសដល់គេហៅថាបងប្អូនប្រជាពលរដ្ឋបាទដែលគាត់មានសមត្ថភាពខ្ញុំគិតថាចំណុចនេះឪពុកម្ដាយបងប្អូនគាត់សប្បាយចិត្តដោយសារអីបើយើងបើកគេហៅមន្ត្រីថ្នាក់ស្រុកចុះក្រោមដែលបើកចំហទូលំទូលាយហើយជាសាធារណៈគឺខ្ញុំឃើញថាប្រយោជន៍ច្រើនប្រយោជន៍ទី1គឺធ្វើការងារដោយប្រឹងប្រែងមន្ត្រីដែលគាត់ខំប្រឹងហ្នឹងណាគាត់ប្រឹងខ្ញុំជឿថាប្រឹងខ្លាំងដោយសារអីគាត់យកស្នាដៃពីព្រោះយើងពាក់កណ្ដាលអាណត្តិនៃការវិតម្លៃរបស់គាត់គឺគាត់ប្រឹងខ្ញុំគិតថាបើកសាធារណៈទៅដល់ពេលដែលគាត់បានជាប់ហើយគាត់ព្យាយាមខិតខំប្រឹងប្រែងការអភិវឌ្ឍសហគមន៍ហើយអានឹងចំណុចជីវិតដែលជាហេតុផលទី2បងប្អូនប្រជាពលរដ្ឋឪពុកម្ដាយនៅក្នុងសហគមន៍គាត់ហើយក្មេងៗចំនួនក្រោយគាត់មើលឃើញថាបើសិនជាខ្ញុំខ្លួនឯងអ្នកខំប្រឹងរៀនណាអញមានឱកាសប្រឡងយកមន្ត្រីស្រុកមន្ត្រីឃុំសង្កាត់ណាដោយថ្នាក់ដឹកនាំដែលគេរៀនពីព្រោះនៅក្នុងសហគមន៍បើយើងបើកចំហអញ្ចឹងណាខ្ញុំគិតថាស្វ័យប្រវត្តិហ្មងបងប្អូនប្រជាពលរដ្ឋសហគមន៍គាត់ខំប្រឹងរៀនពីព្រោះគាត់មើលឃើញគោលដៅថាគាត់ប៉ុនប៉ងចង់ប្រឡងជាប់ជាមន្ត្រីឃើញទេបាទបើខ្ញុំចាំមិនភ្លេចទេសាច់រឿងរបស់ចិនណាគឺគេហៅអ្នកស្រែចម្ការមួយរូបដែលគាត់ពូកែគាត់ឡើងទៅប្រឡងនៅរាជធានីយកជាមន្ត្រីឃើញទេអានឹងគាត់ស្ពាយកជើកឈីកឆេអីទៅពីក្រោយទៅប្រឡងណាជាប់ជាមន្ត្រីដល់ពូកែឃើញទេអានេះគ្រាន់តែជាក្តីសម័យខ្ញុំធ្លាប់មើលរឿងចិនយូរហើយប៉ុន្តែខ្ញុំត្រឡប់មកវិញថាបើយើងធ្វើបែបនេះគឺថាបងប្អូនប្រជាពលរដ្ឋយុវជននៅសហគមន៍ប្រែคล้ายជាការដើរលេងប្រែคล้ายជាការសេពគ្រឿងញៀនផ្សេងលបែងអីផ្សេងហ្នឹងគឺគាត់មើលឃើញសេចក្តីសុបិនរបស់គាត់ថាគាត់ខំប្រឹងរៀនស្រាវជ្រាវដើម្បីប្រឡងទៅជាមន្ត្រីថ្នាក់ស្រុក